time frame ធំរហូតដល់ time frame តូចយើងមិនមែនចូលដល់ time frame មក time frame រហូតទេអាហ្នឹងត្រូវតែកើតទេយកដឹងថាគោលដៅរបស់មាសទៅណាទេវាត្រូវត្រឡប់យកអីខ្លះវាមិនតាន់ទៅយកអីខ្លះយើងអត់ដឹងទេអាហ្នឹងជា skill វាជា technique មួយសម្រាប់អ្នកវិភាគដែរអូខេឥឡូវយើងត្រឡប់មើល daily នេះវាបានចុះយកជាមួយនឹង fair value gap daily ទៀតហើយនេះវាបានចាក់យកជាមួយនឹង fair value gap daily អញ្ចឹង daily មាន fair value gap មួយនឹងទៀតបាទ FVG មកបាទដឹងហើយបងប្អូនអរគ្នាធ្លាប់រៀនហើយ fair value gap វគ្គ classic ហ្នឹងហើយ fair value gap គឺជាអ្វីហើយបង្កើតឡើងដោយអ្វីណាចឹង fair value gap បានចាក់យកជាមួយនឹង fair value gap daily ហើយចឹងកន្លែងនេះគឺជា break of structure BOS break of structure ចឹងបងប្អូនដឹងហើយថា break of structure គឺជាអ្វីវាបង្កើតឡើងបែបម៉េចនៅក្នុងក្រុមគឺខ្ញុំមានទាំងអស់សម្រាប់បងប្អូនអរគ្នាធ្វើការរៀនហើយទាំង fair value gap ទាំង FVG ចឹង CH OCA ទាំង MSA វាមានជាច្រើនទៀតក្នុង ICT ជាមួយនឹង CRT អូខេអញ្ចឹងបច្ចុប្បន្ននេះវាបានចាក់យកជាមួយនឹង fair value gap daily ចឹងយើងដឹងហើយវាបានចាក់យក fair value gap ហើយបន្ទាប់មកវានឹងមាន reaction បែបម៉េចចឹងយើងត្រូវកលេចទៅមើលលើនេះនៅ swing high ចឹងបច្ចុប្បន្នមាសវាបានបង្កើតជាមួយនឹង high ពីរនេះ high low ហ្នឹងហើយអញ្ចឹងយើងដាក់ជាមួយនឹង trend line មួយមកឲ្យដឹងថា high វាប៉ះកន្លែងណាខ្លះហ្នឹងហើយអូខេយើងដាក់ជាមួយ trend line អូខេបងប្អូនអរគុណដាក់ trend line មួយចឹងមកដើម្បីសម្គាល់យើងចូលទៅមើល4ម៉ោងទៀតយើងប្របែក time frame រហូតអូខេវាប្របែក time frame រហូតទៅមើលកន្លែង confirm entry market អូខេនេះហើយ